ព័ត៌មានសេដ្ឋកិច្ចជាតិសំខាន់មួយទៀតដែលក្នុងនោះគឺថាគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានទៅធ្វើទស្សនកិច្ចបាទក្រុមហ៊ុនផលិតសម្ភារៈបាទផ្ទះបាយដ៏ធំមួយនៅក្នុងខេត្តខ្វាំងតុងបាទក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចពាណិជ្ជកម្មនៅឯប្រទេសចិនដោយទទួលបានការអនុញ្ញាតពីអ្នកអង្គការកិត្តមេងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានៅថ្ងៃទី21ខែមេសាឆ្នាំ2026អង្គការអឹងវ៉ាន់ម៉ៅអនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានដឹកនាំគណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជាទៅទស្សនកិច្ចការងារនៅក្រុមហ៊ុន Maikong Technology Co Ltd ដែលស្ថិតនៅក្នុងខេត្តខ្វាងតុងប្រទេសចិនក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូត្រូវបានណែនាំអំពីផលិតផលទំនើបរបស់ក្រុមហ៊ុន Maikong និងដំណោះស្រាយសម្រាប់សេវាកម្មម្ហូបអាហារក្នុងនាមជាក្រុមហ៊ុនផលិតដែលមានជំនាញវិជ្ជាជីវៈក្រុមហ៊ុន Maikong Technology Co Ltd ធ្វើការស្រាវជ្រាវនិងអភិវឌ្ឍផលិតផលរបស់ខ្លួនរួមជាមួយនឹងការពង្រឹងការផលិតនិងសមត្ថភាពផ្គត់ផ្គង់ជាសកលដែលមានបទពិសោធន៍រាប់ទសវត្សរ៍ Maikong មានជំនាញខាងផលិតឧបករណ៍តាមតម្រូវការមានប្រសិទ្ធភាពខ្ពស់និងការផលិតមានលក្ខណៈទ្រង់ទ្រាយធំដែលត្រូវបានរចនាឡើងសម្រាប់គម្រោងវិស្វកម្មដូចជាសន្តាគារផ្ទះបាយកណ្ដាលភោជនីយដ្ឋានខ្សែចង្វាក់និងប្រតិបត្តិការផ្គត់ផ្គង់អាហារសមុទ្រក្នុងនាមជាគណៈប្រតិភូកម្ពុជាអង្គការអឹងវ៉ាន់ម៉ៅបានមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការផ្ដល់នូវប្រព័ន្ធសម្ភារៈផ្ទះបាយប្រើប្រាស់បានយូរមានប្រសិទ្ធភាពនិងគុណភាពខ្ពស់បច្ចេកវិទ្យាទាំងនេះពាក់ព័ន្ធជាពិសេសខណៈដែលឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈរបស់កម្ពុជាកំពុងបន្តពង្រីកខ្លួនជាមួយនឹងវិស័យទេសចរណ៍និងការអភិវឌ្ឍអង្គការអឹងវ៉ាន់ម៉ៅទទួលស្គាល់ថាសម្ភារៈផ្ទះបាយទំនើបមានប្រសិទ្ធភាពខ្ពស់គឺមានសារៈសំខាន់ណាស់សម្រាប់ការកែលម្អគុណភាពសេវាកម្មសុវត្ថិភាពចំណីអាហារនិងប្រសិទ្ធភាពប្រតិបត្តិការនៅទូទាំងវិស័យនេះអង្គការបានគូបញ្ជាក់ថាដំណើរទស្សនកិច្ចនេះគឺធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីភាពជាដៃគូសក្តានុពលសម្រាប់ការនាំចូលឧបករណ៍ផ្ទះបាយដែលមានគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ក្នុងវិស័យសន្តាគារភោជនីយដ្ឋាននិងសេវាកម្មផ្គត់ផ្គង់ម្ហូបអាហារជាមួយគ្នានេះប្រទេសកម្ពុជាកំពុងស្វែងរកឱកាសសម្រាប់ការវិនិយោគរួមគ្នាឬប្រតិបត្តិការដំឡើងក្នុងស្រុកដែលអាចរួមចំណែកដល់ការផ្ទេរជំនាញនិងការបង្កើតការងារក្នុងប្រទេសកម្ពុជាអង្គការសង្ឃឹមថាទស្សនកិច្ចនេះនឹងសម្រួលដល់ការតភ្ជាប់រវាងអ្នកចែកចាយកម្ពុជានិងក្រុមហ៊ុនផលិតរបស់ចិនដែលអាចឲ្យខ្សែចង្វាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាពតម្លៃប្រកួតប្រជែងនិងប្រព័ន្ធដឹកជញ្ជូនដែលអាចទុកចិត្តបានកិច្ចសហការបែបនេះនឹងបង្កើតសមត្ថភាពរបស់កម្ពុជាក្នុងការបម្រើទាំងតម្រូវការក្នុងស្រុកនិងទីផ្សារនាំចេញក្នុងតំបន់នៅក្នុងឧស្សាហកម្មសេវាកម្មម្ហូបអាហារផងដែរសូមជម្រាបជូនថាដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីពង្រឹងពាណិជ្ជកម្មរវាងកម្ពុជាចិននិងកំណត់មធ្យោបាយថ្មីៗសម្រាប់ការវិនិយោគនិងការផ្ទេរបច្ចេកវិទ្យាជាពិសេសគឺក្នុងវិស័យសេវាកម្មម្ហូបអាហារនិងបដិសណ្ឋារកិច្ចព្រមទាំងបានឆ្លុះបញ្ចាំងអំពីទស្សនវិស័យរបស់សហភាពពាណិជ្ជកម្មកម្ពុជាក្រោមការដឹកនាំរបស់អ្នកអង្គការកិត្តមេងជាប្រធានដែលតែងតែណែនាំនិងចង្អុលបង្ហាញว่าយ៉ាងណាឲ្យធ្វើការយ៉ាងសកម្មជាមួយដៃគូនិងអង្គភាពអន្តរជាតិនានាដើម្បីពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគទៅកាន់ប្រទេសនានាទាំងក្នុងតំបន់និងអន្តរជាតិអូអ្នកគ្រូអត់បានតាមមក